Hello សួស្តីអ្នកនរគ្នាលើសលេងខ្ញុំម្ដងទៀតហើយថ្ងៃនេះគឺខ្ញុំនាំយកមកចំនួន5មកធ្វើការចែកជូនអ្នកនរគ្នាលេង Survival ចុងមកកាន់ mod ទី1គឺជា mod មើលឈាម zombie យើងអាចមើលជាមួយនឹងឈាម zombie សល់ប៉ុន្មានបានវាមានឈាមនេះវាមានឈាមបំពង់នៅខាងលើក្បាលហើយមានឈ្មោះទៀតណាហើយនៅពេលដែលយើងវាយនោះគឺថាវាដកមួយបើយើងវាយវាទៅវាដកតាម damage ដាវរបស់យើង mod ទី1របស់យើងមានប៉ុណ្្នឹងឯងតោះលេងចូលទៅកាន់ mod ទី2ទាំងអស់គ្នាចូលមកកាន់ mod ទី2គឺជា mod Armor Netherite អ្នកទាំងអស់គ្នាអាចមើលជាមួយនឹង Netherite បានទាំងដាវ pickaxe អីហ្នឹងគឺថាលយមែនតើវាមានអីជុំវិញវាអត់ខ្មៅសុទ្ធអានេះបែបលក្ខណៈលាយdiamond ហើយនឹងលាយ gold ឯហ្នឹងអានេះអ្នកនរគ្នាអាចមើលមកជុំបានគឺថាស្អាតខ្លាំងមែនតើបើសម្រាប់គ្នាយើងណាចង់បានគឺអាចយកទៅដាក់លេងបាន mod ទី2របស់យើងមានប៉ុណ្្នឹងឯងតោះលេងចូលទៅកាន់ mod ទី3ទាំងអស់គ្នាmod ទី3របស់យើងគឺថាលយមែនតើអ្នកនរគ្នាអាចមើលបាននៅពេលដែលយើង enchant អីវាមានដាក់រូបដាវដែរណាតែអ្វីដែលសំខាន់គឺវាលយបំផុតគឺនៅពេលដែលយើងចូលជាមួយនឹងសភៅ enchant សភៅដែលបូកជាមួយនឹងដាវ pickaxe អីគឺវាមានដោយឡែកហ្មងវាមានរូបឲ្យអ្នកទាំងអស់គ្នាមើលថាសភៅមួយណាគឺដាក់របស់មួយណាដាក់មួយកៅអៅឬមួយក៏ដាក់មួយដាវគឺថាវាស្រួលកត់សម្គាល់មែនតើ mod ទី3បើយើងមានប៉ុណ្្នឹងឯងតោះលេងចូលទៅកាន់ mod ទី4ទាំងអស់គ្នា mod ទី4វាអត់សូវលយហ្មងទេតែវាជួយឲ្យរ៉ែរបស់យើងគឺមានសុំជុំវិញគឺលយមែនតើវាមិនមែនជាប្រភេទ RGB ទេវាមានតាមពណ៌របស់វាដូច diamond នេះគឺវាពណ៌ដោយ diamond ទៅដែកដោយដែកមាសដោយមាសវាត្របែងចែកគ្នាវាទៅតាមពណ៌របស់វា mod ទី4របស់យើងមានប៉ុណ្្នឹងឯងតោះលេងចូលទៅកាន់ mod ទី5ជា mod ចុងក្រោយទាំងអស់គ្នា mod ទី5របស់យើងគឺជា mod តម្លាក់អីវ៉ាន់នៅពេលដែលយើងតម្លាក់អីវ៉ាន់ទៅគឺថាវាអត់ចូលខ្លួនបែបធម្មតាទេវាបែបលក្ខណៈបោះអីវ៉ាន់ទៅវាជ្រុះផ្ទាល់ដីដូចទៅនឹងជីវិតពិតអ្នកនរគ្នាអាចមើលបានអ្នកនរគ្នាអាចចុចលើវាដើម្បីរើសឬមួយក៏អ្នកនរគ្នាអង្គុយមកគឺថាចូលខ្លួនទាំងអស់ហើយវីដេអូថ្ងៃហ្នឹងមានប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនាបើគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចឲ្យបេះដូងម្នាក់មួយផងហើយកុំភ្លេច follow ផងដើម្បីទទួលបាន mod ថ្មីៗពី channel របស់ខ្ញុំ